អ្នកនាងសេសេមុតដៃហើយនាងស្រែកថាឈឺណាស់ឈឺម៉ាក់នាងក៏ចូលមកហើយសួរកូនមុតដៃមែនទេម៉ាក់សូមមើលបន្តិចនាងក៏បង្ហាញម៉ាក់នាងស្រែកថាទេមិនពិតទេឈាមពណ៌អាចមិនអញ្ចឹងមិនល្អទេសម្រាប់គ្រួសារយើងកូនយករបស់នេះទៅលាបសិនទៅតិចទៀតគេនឹងមកចាប់កូនហើយពេលដែលមានអ្នកមុតដៃម៉ាស៊ីនសម្ងាត់នឹងបញ្ជូនព័ត៌មានឲ្យគេមកឆែកមើលយើងអ្នកនាងសេក៏ឆ្ងល់ហើយសួរម៉ាក់នាងថាមិនអញ្ចឹងម៉ាក់នាងឆ្លើយថាធ្វើតាមគាត់សិនទៅនិយាយមិនទាន់ហើយផងសំលេងអាសន្នក៏បានកើតឡើងគេមកហើយនាងសេលាបឈាមពណ៌អាចចេញទៅជាពណ៌មាសក្រុមរាជវាំងក៏បានមកដល់ហើយសួរថាអ្នកណាគេមុតដៃនាងសេក៏លើកដៃឡើងនាងសេក៏បានបង្ហាញក្រុមរាជវាំងក៏ភ្ញាក់ពេលដែលឃើញឈាមពណ៌មាសក្រុមរាជវាំងប្រាប់ថាពួកគេតាមរកមនុស្សប្រភេទនេះយូរហើយនាងក៏ត្រូវបានខាងក្រុមរាជវាំងចាប់ខ្លួនទៅនាងក៏បានស្រែកឲ្យម៉ាក់របស់នាងជួយនាងសេបានមកដល់រាជវាំងដើរបណ្ដានាងឆ្ងល់បណ្ដាហេតុអ្វីគេចាប់នាងមកទីនេះដើរសុកដើរទៅមុខនាងក៏បានឃើញព្រះអង្គម្ចាស់ឈរចាំនាងហើយកាន់អីនៅក្នុងដៃនាងឆ្ងល់ទៀតហើយឆ្ងល់រហូតព្រះអង្គបានហុចរបស់នោះឲ្យនាងក៏យកហើយឆ្ងល់ទៀតឆ្ងល់ព្រះអង្គក៏មានបន្ទូលថានេះជាផលិតផលរបស់ Moria Skin Care Set នាងយកទៅប្រើទៅដើម្បីត្រៀមខ្លួនទទួលតំណែងឈាមពណ៌មាសប៉ុន្មាននាងសេរៀបចំខ្លួនទៅជួបព្រះអង្គនៅពេលព្រះអង្គបានឃើញសម្រស់នាងសេហើយក៏លាន់មាត់ថាវ៉ាវពិតថ្ងៃមុននាងមានមុខដូចជុចសោះឥឡូវនាងមានមុខស្អាតពិតនាងសេក៏អៀនខ្វាច់ដាក់ព្រះអង្គក្នុងចិត្តនាងអរគុណផលិតផល Moria ខ្លាំងណាស់ហើយនាងក៏មានការងឿឆ្ងល់ទៀតហើយឈាមពណ៌មាសតាក់ទងអីនឹងផលិតផល Moria ខ្ញុំក៏មិនយល់សាច់រឿងនេះដែរអ្នកបញ្ចូលសម្លេងឈួតហើយវល់ណាស់ចុះអ្នកមើលវិញដឹងតែថាមានភាគ2ទៅបានហើយទោះថាសុកក៏មានតួមួយទៀតដើរចេញមកតែចេញតែជើងភាគ2អ្នកនាងសេមានឈាមពណ៌មាសមើលទៅនារីម្នាក់នោះយ៉ាងងឿឆ្ងល់នារីម្នាក់នោះណែនាំខ្លួនមានឈ្មោះថាព្រះនាងសុខាជាស្នំរបស់ព្រះអង្គនាងគំរាមថាគ្មានអ្នកណាអាចដណ្ដើមព្រះអង្គពីនាងបានទេកុំចង់ស្រមៃព្រោះក្នុងចិត្តនាងដឹងថាព្រះអង្គមានបំណងលើកអ្នកនាងសេជាស្នំដែរហើយព្រះនាងសុខាបានបញ្ជាអ្នកបម្រើឲ្យទៅយកថ្នាំបំពុលអ្នកនាងសេព្រះនាងកាចព្រះនាងច្រណែនមែនតែព្រះនាងស្អាតថ្នាំបំពុលក៏បានមកដល់ព្រះនាងសុខាដាក់ថ្នាំចូលកែវព្រះនាងនិយាយម្នាក់ឯងនៅក្នុងកញ្ចក់ចាប់ពីពេលនេះទៅគ្មានអ្នកណាអាចដណ្ដើមព្រះអង្គចេញពីគាត់បានទេហាព្រះនាងយកដៃកោថ្នាំព្រោះមិនសូវឃើញចូលក្នុងទឹកល្អក្នុងចិត្តគាត់ហាពេកក៏ច្រឡំលូកដៃចូលមាត់មិនយូរប៉ុន្មានថ្នាំក៏បានជ្រាបចូលខ្លួនរបស់ព្រះនាងពេលនោះក៏សន្លប់តោះឯងចាត់ការផែនការយ៉ាងទៅអើយអញអត់ទៅមួយថ្ងៃអត់បានវ៉ាន់តាខ្មៅរបស់កាច់អីទេមើលមិនឃើញពាក់វ៉ាន់តាមញោវិញតោះគ្នាយើងចូលតាមទីតាំងទៀតអាចឆ្អឹងខ្នងនេះមកធ្វើទុកអីពេលហ្នឹងតោះត្រៀមខ្លួនចូលហើយអញទ្រាំបានចូលនឹងវិលមុខណាស់ហើយទ្រាំបានស្អៀងហត់បាត់ហើយបានលាឈប់ហើយ